នៅក្នុងថ្ងៃមុនយើងបានស្គាល់រួចមកហើយពីប្រាសាទរកាចន្លឹងដែលស្ថិតនៅក្នុងខេត្តកណ្ដាលនៅក្នុងថ្ងៃនេះយើងទៅស្គាល់ប្រាសាទភ្នំក្អែកពងវិញម្ដងដែលមាននៅក្នុងខេត្តកំពង់ស្ពឺប្រាសាទភ្នំក្អែកពងមានទីតាំងស្ថិតនៅលើចង្កេះភ្នំក្អែកពងក្នុងភូមិក្អែកពងឃុំតាំងឆាស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺប្រាសាទនេះមានចម្ងាយប្រហែល70គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ4និងមានចម្ងាយប្រមាណ23គីឡូម៉ែត្រពីក្រុងច្បារមូលខេត្តកំពង់ស្ពឺបើតាមប្រភពគេហទំព័រដែលខ្ញុំបានស្រាវជ្រាវបានបង្ហាញថាប្រាសាទក្អែកពងឬប្រាសាទភ្នំក្អែកពងជាសំណង់ស្ថាបត្យកម្មប្រាសាទឥដ្ឋតែមួយគត់ដែលមាននៅក្នុងខេត្តកំពង់ស្ពឺដោយបច្ចុប្បន្ននៅមានរូបរាងប្រហែល 40% តែប៉ុណ្ណោះទីតាំងប្រាសាទខាងលើភ្នំនេះមានតួប៉មចំនួន2សង់ឡើងពីឥដ្ឋបែរមុខទៅទិសខាងកើតតែសពថ្ងៃតួប៉មមួយទៀតដែលនៅទិសខាងជើងបានបែកបាក់អស់ទៅហើយតួប៉មដែលបានបាត់រូបរាងនេះប្រហែលជាសំណង់ប្រាសាទដែលកសាងមុនប្រាសាទដែលនៅរូបរាងនេះនៅជុំវិញប្រាសាទនេះមានហេដ្ឋារចនាសម្ព័ន្ធគូទឹកមួយកន្លែងដែលស្ថិតនៅចំពីមុខប្រាសាទផ្នែកខាងកើតត្រង់ចង្កេះភ្នំនិងមានកាំជណ្ដើរចាស់ចំនួន2កន្លែងទី1ជណ្ដើរខាងកើតយើងឃើញស្ថាបត្យករបុរាណបានប្រើប្រាស់សម្ភារៈសំណង់ឥដ្ឋនិងប្រើថ្មភ្នំយកពីភ្នំនេះផ្ទាល់ដើម្បីរៀបបន្ទប់ឆ្លាស់គ្នាយ៉ាងល្អនិងមួយវិញទៀតជាជម្រាលចុះខាងជើងប្រហែលជាជណ្ដើរឡើងមកប្រាសាទដែរតែអាចជាផ្លូវចាស់ឬអាចជាជណ្ដើរប្រាសាទចាស់របស់តួប៉មខាងជើងពីព្រោះមិនប្រទះឃើញសម្ភារៈសំណង់ដែលតម្រៀបជាកាំអាចចុះឡើងបានឡើយហើយចំពោះប្រាសាទនេះកសាងមិនទាន់ហើយនៅឡើយទេដោយគ្រឿងលម្អមួយចំនួនដូចជាក្បាច់ចម្លាក់ឆ្លាក់មិនទាន់រួចរាល់ស្ថានភាពក្នុងពេលបច្ចុប្បន្នរបស់ប្រាសាទនេះមានការខូចខាតប្រហែល 60% ទៅហើយដោយនៅសល់តែផ្ទៃជញ្ជាំង3ផ្ទាំងតែប៉ុណ្ណោះរីឯកំពូលក៏ត្រូវបានខូចខាតនិងបាក់រលំអស់ទៅហើយចំពោះផ្ទៃជញ្ជាំងយើងឃើញមានការរចនាជាទ្វារបញ្ឆោតនិងសសរផ្អោបដែលសង់ឡើងពីឥដ្ឋជាមួយគ្នានេះនៅផ្ទៃជញ្ជាំងក៏ទំនងជាមានការរចនាជាវិមានអណ្ដែតដែរតែដោយសារការរចនាមិនទាន់រួចរាល់ទើបយើងឃើញតែស្នាមឥដ្ឋផុសចេញពីផ្ទៃជញ្ជាំងតែប៉ុណ្ណោះពោលគឺមិនមានក្បាច់ចម្លាក់អ្វីនោះទេហើយកន្លងមកនៅខាងលើភ្នំនេះនៃបរិវេណប្រាសាទគេធ្លាប់បានរកឃើញផ្ទាំងស្ថានទ្រនីមួយឬជាតូបង្ហូរទឹកមុនដែលជាជើងទម្រតម្កល់ព្រះសិវលិង្គដែរតែក្នុងពេលបច្ចុប្បន្នខ្ញុំក៏ពុំបានដឹងថាវាមានវត្តមានឬក៏ត្រូវគេយករក្សាទុកនៅទីណាឬអត់នោះទេហើយក្រៅពីនេះក៏មានភស្តុតាងសំខាន់មួយទៀតដែរគឺសិលាចារឹកមួយផ្ទាំងតូចដែលធ្វើឡើងពីថ្មភក់មានអក្សរចំនួន6បន្ទាត់ជាភាសាសំស្ក្រឹតដែលរលុបស្ទើរតែអស់ទៅហើយដែលបានបញ្ជាក់ថាវាអាចស្ថិតនៅក្នុងចន្លោះសតវត្សទី7ដល់សតវត្សទី8ហើយអាចជាប្រាសាទដែលឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានិកាយព្រះឥសូរចំពោះប្រាសាទភ្នំក្អែកពងនេះជាសំណង់ស្ថាបត្យកម្មប្រាសាទឥដ្ឋស្ថិតនៅសម័យមុនអង្គរក្នុងរចនាបថសម្បូរព្រៃគុកក្នុងកំឡុងដើមសតវត្សទី7នៅចន្លោះឆ្នាំ615ដល់ឆ្នាំ635នៃគ្រិស្តសករាជក្នុងរាជ្យព្រះបាទឦសានវរ្ម័នទី1ហើយចំពោះស្ថានភាពដែលខូចខាតអាចកើតឡើងដោយសារតែកត្តាធម្មជាតិនិងការរងគ្រោះដោយសង្គ្រាមព្រមទាំងមានក្រុមជនទុច្ចរិតជីកកកាយរកវត្ថុបុរាណផ្សេងៗជាដើមសូមកត់សម្គាល់ថាប្រាសាទនេះស្ថិតនៅលើភ្នំដែលមានផ្លូវពិបាកក្នុងការធ្វើដំណើរឡើងព្រោះមិនមែនជាផ្លូវដែលបានចាក់បេតុងឬជាផ្លូវដែលបានឈូសឆាយស្មើនោះទេជាហេតុធ្វើឲ្យមិនសូវមានភ្ញៀវទេសចរទៅទស្សនាហើយអ្វីដែលខ្ញុំពុំទាន់បានដឹងច្បាស់នោះគឺមកដល់ពេលនេះប្រាសាទខាងលើមានការការពារការអភិរក្សនិងជួសជុលឬនៅទេជាការពិតណាស់ប្រសិនបើមិនមានការថែរក្សាការពារឬជួសជុលនោះទេប្រាសាទនេះអាចនឹងបែកបាក់ជាបន្តទៀតនៅថ្ងៃណាមួយមិនខានរហូតធ្វើឲ្យប្រាសាទនេះបាត់រូបរាងទាំងស្រុងនិងអាចធ្វើឲ្យលែងមានអ្នកស្គាល់
ឬលែងមានអ្នកឮសូម្បីតែឈ្មោះរបស់ប្រាសាទនេះវាគឺជារឿងដែលគួរឲ្យសោកស្ដាយប្រសិនបើថ្ងៃណាមួយប្រាសាទនេះបានបាត់រូបរាងទាំងស្រុងពិតមែនអ្វីត្បិតតែប្រាសាទនេះនៅលើភ្នំដែលពិបាកក្នុងការឡើងទៅទស្សនានិងកសាងមិនទាន់រួចរាល់ក៏ពិតមែនក៏ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងៗទៀតដែលជាស្នាដៃបុព្វបុរសខ្មែរនិងជាសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រដ៏មានតម្លៃមួយដែរប្រសិនបើយើងមិនបានយកចិត្តទុកដាក់ឬមើលរំលងនោះវានឹងបាត់បង់ធ្វើឲ្យកូនចៅជំនាន់ក្រោយៗលែងបានឃើញនិងលែងបានស្គាល់ពីសម្បត្តិវប្បធម៌ប្រាសាទបុរាណខ្មែរដូច្នេះចូលយើងគ្រប់គ្នាចូលរួមថែរក្សាឲ្យតម្លៃនិងជួយផ្សព្វផ្សាយឲ្យបងប្អូនផ្សេងទៀតបានដឹងនិងបានស្គាល់គ្រប់គ្នាព្រមទាំងជួយកត់ចំណាំផងថានៅក្នុងខេត្តកំពង់ស្ពឺគឺពិតជាមានប្រាសាទបុរាណខ្មែរដ៏ចំណាស់មួយពិតប្រាកដមែន